ព្រះរាជពង្សាវតារនគរចម្ប៉ាភាគ3ព្រះបាទហ្វាន់ហូតាព្រះបាទហ្វាន់ហូតាត្រូវជាបុត្ររបស់ព្រះបាទហ្វាន់ហ្វូព្រះអង្គនៅតូចណាស់ក្នុងពេលដែលទ្រង់ឡើងសោយរាជ្យក្នុងឆ្នាំ380នៃគ្រិស្តសករាជក៏ប៉ុន្តែនៅពេលព្រះអង្គពេញវ័យព្រះអង្គបានបន្តមហិច្ឆតារបស់ព្រះបិតាក្នុងរាជកាលទាំងមូលរបស់ព្រះអង្គគឺព្រះអង្គបានធ្វើការតស៊ូជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិនឱកាសអំណោយផលសម្រាប់ព្រះអង្គក៏បានមកដល់ក្នុងពេលដែលរាជវង្សឈិននៅប្រទេសចិនកំពុងធ្លាក់ចុះដុនដាបនឹងការបះបោរផ្ទុះឡើងនៅពាសពេញចក្រភពចិនបាទប្រិយមិត្តនៅប្រទេសចិននាសម័យនោះគឺក្នុងសម័យនគរខាងជើងខាងត្បូងឬក៏សម័យនគរទាំង16បន្ទាប់ពីរាជវង្សចិនបានដួលរលំទៅគឺប្រទេសចិនមានការបែកបាក់ជាក្រុមនគរខាងជើងនិងនគរខាងត្បូងសរុបទៅគឺប្រមាណជា16នគរធំៗឯណោះគឺបែកបាក់រហូតដល់ពេលដែលរាជវង្សស៊ុយបានបង្ក្រាបក្រុមនគរទាំងនោះហើយបង្រួបបង្រួមប្រទេសចិនបានឡើងវិញក្នុងពេលប្រឆាំងជាមួយពួកប្រទេសចិនព្រះបាទហ្វាន់ហូតាបានទទួលជ័យជំនះមួយចំនួនក្នុងការវាយលុកវាយទីយកតំបន់ត្រួតត្រារបស់ចិននៅគ្រាដំបូងព្រះអង្គមិនត្រឹមតែដណ្ដើមយកញុតណាមមកវិញប៉ុណ្ណោះទេថែមទាំងបានពង្រីកដែនដីរបស់ខ្លួនដល់ថាញ់ខ្វាថែមទៀតផងប៉ុន្តែក្នុងឆ្នាំ413នៃគ្រិស្តសករាជទូហឺទូអភិបាលក្រុងគីវឆេរបស់ចិនក៏បានមកដល់ថាញ់ខ្វាហើយបានធ្វើសញ្ជ័យដ៏ធ្ងន់ធ្ងរលើព្រះបាទហ្វាន់ហូតានៅក្នុងសមរភូមិបុត្រាទាំងពីររបស់ព្រះអង្គត្រូវបានចាប់ខ្លួននិងកាត់ក្បាលទូហឺទូបានឡោមព័ទ្ធថាញ់ខ្វាហើយបានកាន់កាប់កំពូលភ្នំដែលមើលឃើញទីក្រុងទាំងមូលនិងបានរាំងខ្ទប់ទឹកទន្លេដោយប្រើរបងឈើផងដែរការវាយប្រហារនិងការតបតប្រឆាំងនឹងសត្រូវបានកើតឡើងជាបន្តបន្ទាប់នៅក្រោមជញ្ជាំងក្រុងនៃរាជធានីចម្ប៉ាចៅហ្វាយខេត្តចិនបានដកថយបន្ទាប់ពីបានសម្លាប់និងធ្វើឲ្យកងទ័ពចាមរបួសយ៉ាងច្រើនក៏ប៉ុន្តែមិនអាចវាយដណ្ដើមយករាជធានីរបស់ចម្ប៉ាបានឡើយហេតុតែជញ្ជាំងខាងក្រៅនៃរាជធានីនេះរឹងមាំនៅជាប់នឹងភ្នំដែលគ្របដណ្ដប់ដោយព្រៃក្រាស់មិនអាចជ្រៀតចូលបានម្យ៉ាងវិញទៀតកងទ័ពនិងសម្ភារៈសឹកទាំងអស់របស់អាណាចក្រចម្ប៉ាគឺផ្ទុកនៅក្នុងរាជធានីនេះទាំងអស់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅភាគ4បន្ទាប់ទៀតបាទ